អញ្ញាធរខេត្តប៉ៃលិនបន្តសម្របសម្រួលជូនពលករខ្មែរមកពីថៃត្រឡប់ទៅស្រុកកំណើតវិញតាមអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីលោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិននៅថ្ងៃទី18ខែមិថុនាឆ្នាំ2025បានអញ្ជើញសំណេះសំណាលនិងជូនដំណើរពលករខ្មែរមកពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិខេត្តប៉ៃលិនត្រឡប់ទៅស្រុកកំណើតវិញតាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្តគួរបញ្ជាក់ថាតាមរយៈសារសម្លេងនៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី16ខែមិថុនាឆ្នាំ2025សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរជាប់ព្រំដែនថៃខេត្តទាំង7ជួយសម្របសម្រួលជូនពលករខ្មែរទាំងការសម្របសម្រួលការឆ្លងកាត់ព្រំដែនការស្នាក់នៅបណ្ដោះអាសន្នការហូបចុកនិងការថែទាំជាបាលសុខភាពបឋមនៅតំបន់ព្រំដែនត្រៀមរថយន្តដើម្បីដឹកជញ្ជូនពីព្រំដែនត្រឡប់ទៅស្រុកកំណើតការជួយស្វែងរកការងារក្នុងប្រទេសជូនជាដើមសម្រាប់ពលករខ្មែរដែលមានបំណងត្រឡប់មកកម្ពុជាវិញប៉ុន្តែខ្វះឯកសារនានាសម្ដេចក៏ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរជាប់ព្រំដែនថៃខេត្តទាំង7ជួយសម្របសម្រួលផងដែរ